រឿងការត្អូញត្អែរបស់សត្វចាបមានទេវតាមួយបានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ដើម្បីទៅជួបនឹងសត្វចាបមួយក្បាលដែលតែងតែត្អូញត្អែសត្វចាបបានត្អូញត្អែទៅកាន់ទេវតាអំពីស្ថានភាពរបស់វាសូមផ្លាស់ប្ដូរស្លាបរបស់ខ្ញុំពិតជាមិនចូលចិត្តពួកវាទេទេវតាបានទទួលពាក្យស្នើសុំហើយក៏ឲ្យស្លាបរបស់សត្វឥន្ទ្រីទៅអាសត្វចាបនោះសត្វចាបរំភើបចិត្តខ្លាំងណាស់ក៏ហើរជុំវិញមេឃរហូតដល់វាហើរត្រឡប់មករកទេវតាវិញហើយបាននិយាយថាស្លាបនេះធំពេកហើយរឹងសម្រាប់ខ្ញុំវាធ្វើឲ្យខ្ញុំវិលមុខណាស់តែអ្នកអាចផ្លាស់ប្ដូរនៅស្លាបផ្សេងទៀតបានទេលើកនេះទេវតាដែលមានចិត្តសប្បុរសបានឲ្យស្លាបរបស់សត្វចាបទៅវាប៉ុន្តែសត្វចាបគ្មានប្រតិកម្មអ្វីទេបន្ទាប់ពីវាបក់ស្លាបពីរបីដងវាក៏ចាប់ផ្ដើមត្អូញត្អែម្ដងទៀតខ្ញុំមិនចូលចិត្តវាទេវាលឿនពេកសម្រាប់ខ្ញុំទេវតាក៏ទទួលយកសំណើរបស់សត្វចាបបានសាកល្បងនៅស្លាបរបស់សត្វក្រៀលសត្វត្រចៀកកាំនិងសូម្បីតែសត្វទង់ក៏ដោយប៉ុន្តែគ្មានស្លាបមួយណាដែលវាចូលចិត្តឡើយទេវតាបានផ្ដល់ស្លាបមួយគូទៀតទៅដល់សត្វចាបដែលត្អូញត្អែនោះសត្វចាបបានពាក់ស្លាបទាំងនោះហើរទៅលើអាកាសដោយសប្បាយរីករាយសំខាន់ជាងនេះទៅទៀតវាពិតជារីករាយជាមួយនឹងស្លាបនោះដែលស័ក្តិសមនឹងវាសត្វចាបបានសួរទៅកាន់ទេវតាថាអូស្លាបទាំងនេះជាប្រភេទស្លាបរបស់សត្វអ្វីទៅវាស័ក្តិសមនឹងខ្ញុំណាស់ហើយទេវតាបានឆ្លើយតបថាសត្វចាបវាគឺជាស្លាបរបស់ឯងតើទេវតាបានផ្ដល់ស្លាបប្រភេទអ្វីមុនគេទៅដល់សត្វចាបនោះតើសត្វចាបនោះមានអារម្មណ៍រីករាយជាមួយនឹងស្លាបនីមួយៗដែលវាទទួលបានទេហេតុអ្វីនៅទីបញ្ចប់តើស្លាបមួយណាដែលធ្វើឲ្យសត្វចាបនោះសប្បាយរីករាយហេតុអ្វីបានជាប្អូនគិតថាសត្វចាបនោះត្អូញត្អែអំពីស្លាបរបស់វាប្រសិនបើប្អូនជាសត្វចាបនោះតើប្អូននឹងសុំស្លាបប្រភេទផ្សេងទេហេតុអ្វីបានជាវាសំខាន់ក្នុងការរំលឹកខ្លួនឯងឲ្យមានភាពអំណរគុណចំពោះអ្វីដែលប្អូនមាននៅក្នុងរឿងនេះសត្វចាបបានត្អូញត្អែអំពីស្លាបរបស់វាហើយគិតថាការមានស្លាបប្រភេទផ្សេងទៀតនឹងធ្វើឲ្យវាកាន់តែរីករាយជាដំបូងចាបនោះមានអារម្មណ៍រំភើបក្នុងការសាកល្បងស្លាបថ្មីវាបានហោះហើរជាមួយនឹងស្លាបរបស់សត្វឥន្ទ្រីបន្ទាប់មកស្លាបប្រភេទផ្សេងទៀតប៉ុន្តែមិនថាស្លាបប្រភេទមួយណាក៏ដោយសត្វចាបនោះនៅតែមិនពេញចិត្តនៅទីបញ្ចប់ទេវតាបានផ្ដល់សត្វចាបនៅស្លាបមួយប្រភេទទៀតប៉ុន្តែលើកនេះចាបនោះមានអារម្មណ៍ថាស្លាបដែលទេវតាបានផ្ដល់ឲ្យគឺត្រឹមត្រូវហើយទីបំផុតវាក៏ពេញចិត្តនឹងស្លាបរបស់វាហើយបញ្ឈប់ការត្អូញត្អែសត្វចាបនោះមិនដឹងថាវាត្រូវបានបង្កើតឡើងដោយល្អឥតខ្ចោះរួចទៅហើយនៅពេលខ្លះយើងប្រៀបដូចជាសត្វចាបនោះយើងចង់បានអ្វីមួយច្រើនជាងអ្វីដែលយើងមានរួចហើយយើងប្រហែលជាចង់ខ្លាចដូចជាអ្នកដទៃដើម្បីឲ្យអាចចុះសម្រុងនឹងពួកគេបានប៉ុន្តែព្រះជាម្ចាស់បានបង្កើតយើងផ្សេងគ្នាហើយអស្ចារ្យនៅក្នុងខគម្ពីរទំនុកដំកើងចំពុក139ខ14បានចែងថាទូបង្គំនឹងអរព្រគុណដល់ទ្រង់ត្បិតទ្រង់បានបង្កើតទូបង្គំមកយ៉ាងគួរកោតគួរអស្ចារ្យអាស្នាដៃនៃទ្រង់ក៏សុទ្ធតែអស្ចារ្យទាំងអស់ប្រឡងទូបង្គំដឹងច្បាស់ហើយខគម្ពីរនេះបង្រៀនយើងឲ្យមានភាពអំណរគុណចំពោះការត្អូញត្អែវារំលឹកយើងឲ្យទុកចិត្តលើការបង្កើតរបស់ព្រះហើយជឿថាយើងគ្រប់គ្រាន់តាមរបៀបដែលទ្រង់បានបង្កើតយើងមកព្រះបានប្រទានយើងនូវទេពកោសល្យពិសេសនិងគោលបំណងផ្សេងគ្នាក្នុងជីវិតអ្វីដែលមានប្រសិទ្ធភាពសម្រាប់នរណាម្នាក់អាចនឹងមិនមានប្រសិទ្ធភាពសម្រាប់ប្អូនហើយនោះគឺជារឿងល្អទេដូចជាស្លាបឥន្ទ្រីមិនស័ក្តិសមនឹងសត្វចាបហើយអំណោយរបស់អ្នកដទៃប្រហែលជាមិនស័ក្តិសមនឹងប្អូនទេព្រះយល់ច្បាស់ពីអ្វីដែលល្អហើយស័ក្តិសមបំផុតសម្រាប់ប្អូន
ប្រសិនបើប្អូនមិនតង់ខ្លាចជាកូនរបស់ព្រះអង្គដែលជាអាទិភាពទី1ក្នុងជីវិតរបស់ប្អូននៅឡើយទេសូមចុចលើដំណងភ្ជាប់ក្នុងប្រអប់ពរនាហើយស្វែងយល់បន្ថែមប្រសិនបើប្អូនខ្លាចជាកូនរបស់ព្រះរួចហើយចូលចងចាំថាកុំប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃហើយជឿជាក់ថាអ្វីដែលទ្រង់បានប្រទានដល់ប្អូនគឺស័ក្តិសមសម្រាប់ប្អូន